កម្ពុជាដំណើរការរោងចក្រចម្រាញ់រ៉ែមាសមួយទៀតនៅតំបន់ស្នងអនក្នុងខេត្តកំពង់ធំនិងក្រចេះកម្ពុជាប្រកាសដំណើរការរោងចក្រចម្រាញ់មាសមួយកន្លែងទៀតនៅតំបន់ស្នងអនដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំសុចិត្តស្រុកសណ្ដានខេត្តកំពង់ធំនិងស្រុកសម្បូរខេត្តក្រចេះនាថ្ងៃទី22ខែមេសានេះរោងចក្រនេះដំណើរការឡើងក្រោមទុនប្រមាណ$40 លានពីការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនចិនបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងធម្មពលក្រុមហ៊ុនចិនឈ្មោះ Cambodia K88 Industry Co Ltd ចាប់ផ្ដើមសិក្សាស្រាវជ្រាវរ៉ែនៅតំបន់ស្នងអនតាំងពីឆ្នាំ2020មករហូតដល់ឆ្នាំ2023ក្រុមហ៊ុនបានប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនិងឈានដល់ការរៀបចំសាងសង់និងដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាមួយទុនវិនិយោគ$40 លានអាមេរិកក្រសួងរ៉ែបានបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុនចម្រាញ់រ៉ែមាសនេះគឺអាចបង្កើតការងារដោយផ្ទាល់សម្រាប់ពលរដ្ឋខ្មែរ375នាក់បន្ថែមពីលើការបង់សួយសារនិងពន្ធអាករនានាតាមច្បាប់ជាប្រយោជន៍របស់ជាតិក្រសួងរ៉ែនិងធម្មពលបានចាត់ទុកសមិទ្ធផលនេះជាការនាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសដែលបង្កើតឱកាសការងារនិងពង្រីកខឿនឧស្សាហកម្មក្នុងស្រុកនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់កម្ពុជាផលិតផលរ៉ែមាសកំពុងក្លាយជាប្រភពចំណូលជាតិថ្មីមួយរបស់កម្ពុជាបើតាមក្រសួងរ៉ែនិងធម្មពលគិតចាប់ពីឆ្នាំ2021ដល់ឆ្នាំ2025កម្ពុជាផលិតដុំមាសបានប្រមាណ18តោនពីការដ្ឋានរ៉ែក្នុងខេត្តចំនួន6មានខេត្តព្រះវិហារកំពង់ធំមណ្ឌលគិរីរតនគិរីក្រចេះនិងបាត់ដំបងនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែកាលពីខែកុម្ភៈឆ្នាំ2026ក្រៅពីរ៉ែមាសរ៉ែថ្មនិងខ្សាច់សំណង់ក៏ជាផលិតផលសំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់និងក្នុងតម្លៃសមរម្យផងដែរការនេះបានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់តូចធំនានាទូទាំងប្រទេស